ចាបងប្អូនលើកំសៀវដាំទឹកអគិសនីណាបងប្អូនបានចូលស្តុកទៀតណាបងប្អូនអញ្ចឹងសម្រាប់ម៉ាក់បងប្អូនទាំងអស់គ្នាដែលមានការគ្រប់គ្រងច្រើនពីជំនុំសៀវដាំទឹកអគិសនីដែលអាចរក្សាសីតុណ្ហភាពបានងាយស្រួលក្នុងការឆុងទឹកដោះគោកូនណាគឺម៉ូតនេះទទួលការគ្រប់គ្រងច្រើនមែនតើណាបងប្អូនណាឥឡូវចូលស្តុកទៀតហើយបងប្អូនបាច់ស្តុកមួយរយៈឥឡូវបានចូលស្តុកទៀតហើយណាកម្លាំងវ៉ាត់មានរហូតដល់800វ៉ាត់ណាងាយស្រួលក្នុងការដាំស៊ីភ្លើងតិចណាហើយអ្វីដែលសំខាន់បងប្អូនលើជាលក្ខណៈចុច touch screen ណាបងប្អូនចាជាលក្ខណៈចុចណាអញ្ចឹងសម្រាប់ម៉ាក់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការក្នុងការឆុងទឹកដោះគោកូនអីគឺជ្រើសរើសយកកំសៀវដាំទឹកអគ្គិសនីខ្នាត3លីត្រនេះចុះណាបងប្អូនណាងាយស្រួលក្នុងការប្រើហើយអាចកំណត់សីតុណ្ហភាពទឹកក៏បានអាចកំណត់ទឹកនៃការចាក់ចូលដើម្បីឆុងក្នុងកំប៉ុងទឹកដោះគោកូនក៏បានដែរហើយអ្វីដែលសំខាន់សម្រាប់កំសៀវដាំទឹកអគ្គិសនីនេះបងប្អូនអាចដោះសម្រាប់លាងបានណាបងប្អូនណាដាច់ចេញពីម៉ាស៊ីនតែម្ដងណាអញ្ចឹងសម្រាប់ម៉ាក់បងប្អូនទាំងអស់គ្នាចាសម្រាប់ម៉ាស៊ីននេះបងប្អូនបាច់ប៉ះពាល់ក៏បានបងប្អូនយកតែកំប៉ុងសម្រាប់យើងដាក់ទឹកនេះយកទៅលាងក៏បានដែរណាបងប្អូនណាងាយស្រួលក្នុងការដាក់ណាហើយអ្វីដែលសំខាន់បងប្អូនលើចាគឺជាលក្ខណៈកែវណាគ្របទៅដោយជ័រស្វិតក្រាស់ល្អមែនតើណាបងប្អូនណាចាអញ្ចឹងសម្រាប់ម៉ាក់បងប្អូនទាំងអស់គ្នាដែលត្រូវការអាចឆាតចូលពេកបានណាធានាគុណភាពហើយនឹងតម្លៃជុំណាបងប្អូនណាងាយស្រួលក្នុងការប្រើណាចាហើយស៊ីភ្លើងតិចទៀតណាចាអញ្ចឹងសម្រាប់ម៉ាក់បងប្អូនទាំងអស់គ្នាដែលត្រូវការអាចឆាតចូលពេកបានធានាគុណភាពហើយនឹងតម្លៃជូនណា